មហន្តរាយយប់ឆ្លងឆ្នាំឆេះបាមួយកន្លែងនៅស្វីសសម្រាប់មនុស្ស40នាក់និងរងរបួស100នាក់នាយប់ថ្ងៃឆ្លងឆ្នាំសកលថ្ងៃទី31ខែធ្នូឆ្នាំ2025មានភ្លើងឆេះបា LA Constellation នៅទីក្រុង Grand Mandana តំបន់ Valai ប្រទេសស្វីសបានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជា40នាក់និងជាង100នាក់រងរបួសភ្លើងចាប់ឆាបឆេះពីវេលាម៉ោង1:30នាទីរំលងអាធ្រាត្រក្នុងបាននោះកំពុងមានមនុស្សច្រើនកកមកប្រារព្ធពិធីឆ្លងឆ្នាំសកលក្នុងចំណោមជនរងគ្រោះមានយុវវ័យនិងអ្នកទេសចរច្រើនអ្នកស្ថិតនៅទីតាំងលេងស្គីមួយក្នុងចំណោមទីតាំងលេងស្គីសំខាន់ៗរបស់ប្រទេសស្វីសបាននោះខ្លាចជាឆាកនៃភាពជ្រួលច្របល់ចលាចលដោយភ្ញៀវទាំងឡាយប្រសាទប៉ុនប៉ងរត់ចេញកាត់ផ្សែងនិងអណ្ដាតភ្លើងបាននោះចាប់តាំងពីឆ្នាំ2015មកជារបស់ប្តីប្រពន្ធជនជាតិបារាំងមានដើមកំណើតនៅ Gos ដោយអ្នកទាំងពីរនៅរស់រានមានជីវិតតរយៈកាលនៃអគ្គិភ័យនេះពិតជាធ្ងន់ធ្ងរបំផុតអាជ្ញាធរតំបន់ Valai អះអាងពីការស្លាប់មនុស្ស40នាក់និងប្រមាណជា115នាក់រងរបួសភាគច្រើនរបួសធ្ងន់តាមក្រសួងការបរទេសបារាំងថាក្នុងចំណោមអ្នករបួសមានជនជាតិបារាំង2នាក់ប្រឈមមុខនឹងទំហំគ្រោះមហន្តរាយនោះមន្ទីរពេទ្យសំខាន់ក្រុង Valai មានអ្នករបួសពេញណែននាំឲ្យមានការផ្ទេរអ្នករបួសច្រើនអ្នកទៅកាន់មន្ទីរពេទ្យទីក្រុងផ្សេងទៀតហើយមួយចំនួនបញ្ជូនមកប្រទេសបារាំងប្រតិបត្តិការកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវប្រើពេលយូរនិងស្មុគស្មាញអគ្គរដ្ឋអាជ្ញាតំបន់លោក Beatriz Pilus បញ្ជាក់ថាគ្រប់មធ្យោបាយត្រូវបានប្រមូលដើម្បីអាចកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានឆាប់បញ្ជូនសពឲ្យដល់ក្រុមគ្រួសារពួកគេ